ថ្ងៃនេះគឺ content របស់យើងគឺតាក់ទងនឹងសាងចិត្តសេដ្ឋីមួយចំណុចដែលយើងសាងចិត្តសេដ្ឋីអញ្ចឹងមនុស្សរាល់ថ្ងៃនេះគឺជាពិសេសកូនសិស្សក្លាប់ស្រុកទាញយើងភាគច្រើនគឺឃើញថាចេញក្រៅលូខ្លាំងមែនតើអ្នកដែលនៅក្នុងលូបានតិចឃើញថាបដែតបដោយអារម្មណ៍ខ្លួនឯងទៅតាមនៅបរិបទសង្គមខ្លាំងមែនតើខ្លាំងយកតែមែនតើចាខ្ញុំអត់និយាយខ្ញុំធៀបចោលពេលមានសង្គ្រាមខ្ញុំធៀបចោលដោយសារអីពេលហ្នឹងគឺចេញក្រៅលូមហាចេញតែនៅពេលដែលខ្ញុំចូលវិញគឺខ្ញុំចូលបានច្រើនខ្លាំងតែខ្ញុំឃើញកូនមួយចំនួនគឺភាសាក៏បដូរអស់ការគិតជាពិសេសភាសានឹងបដូរអស់លីងគឺប្រើភាសាតាមការឃើញការចង់និយាយលេងប្រើដូចមុនពីមុនឃើញអីនិយាយផ្សេងឃើញ A និយាយ B ឃើញខ្វះខាតនិយាយស្ដាប់ស្ដំឥឡូវនេះអត់ទេឃើញខ្វះខាតអារម្មណ៍ខ្វះខាតគឺថាមកទាំងដុលតែម្ដងគឺយើងបាច់មើលអីទេមនុស្សយើងរាល់ថ្ងៃគឺមើលតែនឹង status របស់យើងនៅលើសង្គមបណ្ដាញសង្គម Facebook អ្នកគ្រាន់តែមើលអ្នកណាម្នាក់នៅលើបណ្ដាញសង្គម Facebook អ្នកនឹងស្គាល់ពីអត្តចរិតនិងអារម្មណ៍របស់បុគ្គលម្នាក់នោះព្រោះអីគឺយើងឃើញទៅតាមការបញ្ចេញរបស់ពួកគាត់ស្ងាត់ណាស់លោកមិនដាច់ស្អីទៅអូច្រើនខ្លាំងអញ្ចឹងយើងដឹងហើយចំនួនដែលយើងច្បាប់ស្រុកទាញពេញទំហឹងយក8ណាគឺយើងឃើញ A យើងថា B អូហូពិភពលោកអ៊ូអាកស្រស់ស្អាតចាអរគុណចក្រវាលអរគុណជីនីអូជីនីអរគុណយេដល់ពេលឥឡូវអត់ទេចាអាណាមកធ្វើមួយមកទាំងព្រឹកគឺថាលះទាំងព្រឹកដាក់លើ Facebook ទាំងព្រឹកលះព្រោះអីយក9ធ្វើឲ្យអារម្មណ៍មនុស្សក្តៅឆាប់មូមកច្រើនទៅយើង control អារម្មណ៍ចាមិនសូវបានហើយបូកនឹងយើងមិនសូវក្រឹតក្រមនឹងខ្លួនឯងទៀតវាធ្វើឲ្យយើងកាន់តែដុនដាប់ទៅរឿងបនជារឿងមួយដែលគេកុំនិយាយពិបាកធ្វើទៅតាមសឹមទេចាជាប់បននេះអ្នកណាក៏យល់អារម្មណ៍នឹងដែរវាត្រូវឆ្លងអីខ្លាំងមែនតើដែលធ្វើឲ្យអារម្មណ៍យើងស្ដុកស្ដម្ភបានខ្លួនឯងស្ដាប់ program ស្ដុកស្ដម្ភឲ្យចប់3ផាតទៅ4ផាតសិនហើយធ្វើតាមសឹមកុំបន្ទាន់ហើយភាគច្រើនកូនសិស្សយើងគឺថាមកចង់មានបនចង់អស់បនគឺគាត់ចង់លឿនហើយឲ្យតែអ្នកណាថាខីនេះលឿនដោះបោរបានគឺថាវឹងទៅហើយតែអ្នកទាំងអស់គ្នាត្រូវដឹងថាគ្រប់យ៉ាងវាមិនមែនដូចអ្វីដែលយើងនិយាយទេព្រោះចិត្តគំនិតរបស់យើងវាឆ្លងកាត់នៅបទពិសោធន៍នៅរឿងរ៉ាវជាច្រើនណាស់អញ្ចឹងវាអាចមកផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរអារម្មណ៍បានភ្លាមទេអត់ដូចមាត់ទេមាត់និយាយតែជឿអត់វាអញ្ចឹងទៅធ្វើឲ្យគ្រប់យ៉ាងដែលយើងចង់បានវាទៅជាអារម្មណ៍ខ្វះខាតអញ្ចឹងពាក្យថាចង់បានគឺខ្វះហើយចង់គឺអត់ចង់គឺខ្វះគ្មាននៅក្នុងវចនានុក្រមទេអញ្ចឹងយើងចូលមេរៀនអញ្ចឹងនៅពេលដែលយើងសាងចិត្តសេដ្ឋីបានសាងចិត្តសេដ្ឋីក៏ជួយរឿងបនដែរតោះនេះព្រោះចិត្តសេដ្ឋីនឹងស្រូបទាញភាពស្ដុកស្ដម្ភតែមានភាពស្ដុកស្ដម្ភយើងដោះបនបានចាអញ្ចឹងគេថាចេះឲ្យយើងឈប់គិតបែបសុំឲ្យមានចាបដូរមកពាក្យថាសាងឲ្យកើតឬការសាងអ្វីមួយឲ្យវាកើតឡើងអញ្ចឹងនៅក្នុងនេះគេនឹងឲ្យគូកងពីរមកចិត្តខ្វះខាតចិត្តសេដ្ឋីចិត្តខ្វះខាតចិត្តសេដ្ឋីអញ្ចឹងចិត្តសេដ្ឋីនឹងគេហៅថាចិត្តដែលស្ដុកស្ដម្ភនឹងឯងដែលចិត្តស្ដុកស្ដម្ភនឹងឯងដែលអាចស្រូបទាញនូវភាពស្ដុកស្ដម្ភបានចិត្តខ្វះខាតស្រូបទាញអីភាពលំបាកភាពវេទនាចាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវឈប់គិតបែបសុំឲ្យមានត្រូវបដូរមកសាងឲ្យវាកើតអញ្ចឹងរាល់គ្រប់យ៉ាងដែលយើងឆ្លងកាត់ឬបំណងប្រាថ្នាឬអ្វីក៏ដោយឧទាហរណ៍ថាយើងលក់ផលិតផលអូយខ្ញុំសុំឲ្យខ្ញុំលក់ដាច់សុំឲ្យខ្ញុំលក់ដាច់មកដាច់នេះដាច់នោះបងប្អូនដឹងមិនអត់ពេលខ្លះយើងតាមអារម្មណ៍ខ្លួនឯងអត់ទាន់ទេយើងសុំឲ្យលក់ដាច់អញ្ចឹងបានគេថាចក្រវាលគេមិនមែនឲ្យសុំទេគេឲ្យកំងហើយឲ្យយើងរួមសាងមួយចក្រវាលចាំនេះនៅចាំមេរៀនចាស់យើងទេចឹងច្បាប់ស្រុកទាញចឹងវាវិលទៅវិលមកគឺនៅពេលដែលយើងសុំគឺអារម្មណ៍របស់យើងគឺទៀបអារម្មណ៍យើងខ្វះខាតអញ្ចឹងនេះហើយការដែលយើងសុំឲ្យវារលូនសុំឲ្យជួបអភិនិហាសុំឲ្យជួបអភិនិហាក៏វាមិនសូវជាបញ្ហាហ្មងណាសុំឲ្យលក់ដាច់ចាសុំឲ្យមានបានចាបើសិនជាអ្នកដែលដាក់អារម្មណ៍ខ្លាំងអ្នកនឹងឲ្យខ្វះខាតខ្លាំងចំណាំមើលអ្នកខ្លះគាត់វិភាគសុំកូនចៅរស់ស៊ីមានបានអារម្មណ៍ទេសប្បាយណាគេแบบមានបានគេស្ដុកស្ដម្ភតែគេសុំថែមបែបបហើក្លិនអមណាគេអីទេគេស្ដុកស្ដម្ភមានបានធម្មតាគេរស់ស៊ីធូរស្រាលចាំមើលអ្នកដែលសុំឲ្យមានបានអ្នកដែលសុំបែបអូទៅដល់នឹងនិយាយពីថាអូជីបអូយូរណាស់និយាយពីថាក្រាបងើបទៅភ្លេងពេបាប់ចាស្រក់តតេតតក់មកហ្នឹងណាចាអានឹងហើយចាគឺខ្វះខាត 100% អាទៅដល់ពុកអង្គុយបន់ស្រន់អាគេនោះអូលឿនណាស់អើសុំកូនចៅរស់ស៊ីមានបានសុខសប្បាយសាធុបានដាក់ធូបដើរប្រយទៅនេះទៅនោះបាត់ដល់ទៅពេលអ្នកចាំមើលសាហាវប្រៃផ្សៃសួរសុំបានអត់មានតិចណាស់បានភាគច្រើនអត់បានព្រោះអីចិត្តអ្នកបានធ្លាក់ស្ទុយទៅដល់អីគេដួងចិត្តដែលខ្វះខាតហើយវត្ថុស័ក្តិសិទ្ធិអូខេទទួលស្គាល់ថាគាត់មានឥទ្ធិពលនឹងជួយយើងមកផ្នែកមែនតែដួងចិត្តរបស់យើងចិត្តចក្រវាលរបស់យើងទីនេះរបស់យើងអនុសម្បញ្ញៈរបស់យើងការស្រូបទាញរបស់យើងគឺវាធ្លាក់ក្ដុកដល់ចំណុចពណ៌ក្រហមអញ្ចឹងយើងសង្កេតខ្លួនឯងនៅពេលដែលយើងទៅសុំបន់ស្រន់កន្លែងវត្ថុស័ក្តិសិទ្ធិអីតើអារម្មណ៍យើងផ្ដោតដល់ថ្នាក់ណាយើងផ្ដោតខ្លាំងយើងសុំខ្លាំងឬយើងសុំបែបប្រហើធម្មតាឬយើងគ្រាន់តែអរគុណសុំបានតែសុំប្រើអារម្មណ៍បែបប្រហើបានបើមានលុយសុំឲ្យមានសំណាងល្អសុំឲ្យមានអ្នកជួយអានេះបើសិនជាយើងនិយាយរឿងច្បាប់ស្រូបទាញពេញគឺថាអារម្មណ៍ខ្វះខាតពេញលេញតែយើងអត់មានថាយើងស្ទើរទៅតែមិននិយាយពាក្យហ្នឹងទេយើងនិយាយបានក្នុងន័យប្រហើក្នុងន័យនិយាយបែបប្រហើក្លិនអមយើងយល់ទេណាប្រហើក្លិនអមគឺមិនបានដិតដាមអីច្រើនទេតែបើមកឲ្យនិយាយពាក្យហ្នឹងជាប្រចាំក៏អត់យល់ដែរតោះនេះចាអញ្ចឹងគេថាចិត្តសេដ្ឋីថ្ងៃនេះខ្ញុំនឹងសាងអ្វីឲ្យលុយហូរចូលមកអ្នកមានមិនចាំចូលវាសនាគេសាងឱកាសរាល់ថ្ងៃអញ្ចឹងមានន័យថាបើសិនជាយើងផ្ដោតនៃការដែលសុំឲ្យអ្នកណាម្នាក់ហុចដៃមកជួយគឺអារម្មណ៍យើងគឺទន់ខ្សោយខ្លាំងយើងគឺយើងអសមត្ថភាពគឺក្នុងខ្លួនយើងហ្នឹងវាសបញ្ជាក់ឲ្យឃើញថាយើងរងចាំការជំនួយពីអ្នកណាម្នាក់គឺយើងហ្នឹងគឺអសមត្ថភាពគឺយើងហ្នឹងមិនហ៊ាននឹងក្រដាំងស្លាប់ដោយខ្លួនឯងទេគឺយើងចាំអ្នកដទៃអញ្ចឹងដួងចិត្តរបស់យើង 100% ខ្វះខាត
ព្រោះអ្នកដែលដួងចិត្តស្ដុកស្ដំភាពស្ដុកស្ដំមកមុនការពិតមកតាមក្រោយចក្រវាលចាត់រៀងឧបករណ៍ចាត់រៀងរឿងរ៉ាវមកឲ្យយើងអូតូដល់មុខផ្ទះចាភ្លេចអស់នៅខ្ញុំមានអារម្មណ៍ថាអ្នកទាំងអស់គ្នាទៅពេលខ្ញុំខាន live ហើយដូចមានអារម្មណ៍ថាមិនសូវបានបើកខុសបើកអីទៀតក្រៅលូសាហាវក្រៅខ្លាំងចាអញ្ចឹងគឺយើងប្រើចិត្តបែបថ្ងៃនេះខ្ញុំសាំងអ្វីលុយចូលខ្ញុំស្រូបទាញភាពស្ដុកស្ដំខ្ញុំអាចសាំងបងប្អូនត្រូវគិតថានៅពេលដែលយើងអារម្មណ៍ស្ដុកស្ដំគឺខ្លួនយើងមិនក្អេងក្អាងទេយើងមានអារម្មណ៍ថាខ្លួនយើងមានសមត្ថភាពតោះនេះចាយើងមានសមត្ថភាពយើងមានលទ្ធភាពយើងអាចតដាងស្លាប់បានតែយើងមិនដើរតដាងប្រាប់គេតែខ្លួនយើងមានអារម្មណ៍ថាយើងជឿជាក់យើងនឹងជួបរឿងរ៉ាវល្អយើងនឹងស្រូបទាញបានយើងនឹងការងាររបស់យើងនឹងរលូនចក្រវាលនឹងឲ្យផ្លូវណាមួយដែលជាដំណោះស្រាយដល់យើងមិនមែនអារម្មណ៍បែបពឹងគេបានតែម្ដងទេមនុស្សយើងអាចពឹងគេលើកទី2លើកទី3លើកទី4ណូបើថាយើងបែបនៅក្នុងវិបត្តិណាមួយដែលយើងត្រូវការជំនួយពិតប្រាកដយើងរកអ្នកពឹងបានដោយចរិតរបស់យើងដោយសារជាតិរបស់យើងដោយសន្តានរបស់យើងគេមើលមកល្អពឹងគេនឹងបានលើកទី1ហ្នឹងហើយយើងនឹងរកផ្លូវទៅខ្លួនឯងតែមនុស្សយើងតែយើងនឹងដើរពឹងអ្នកណាប្រហែលដងហើយគេនឹងមានមនុស្សប្រហែលអ្នកជួយយើងព្រោះអីគេត្រូវយកអាត្មាខ្លួនគេដែរគេមិនមែនមានពេលវេលាពេលខ្លះអ្នកខ្លះពឹងគេមិនបានអន់ចិត្តខឹងគេតែមានដៃក៏ដល់ថាមនុស្សម្នាក់ក្រុមគ្រួសារមួយគេមានកាតព្វកិច្ចសម្រាប់ខ្លួនគេសំបីខ្ញុំក៏ដោយកុំបាច់អ្នកណាមកដេកដួលសំបីបងប្អូនសាច់ញាតិអីក៏ដោយមិនបាច់ដេកដួលលើខ្ញុំទេខ្ញុំមានកាតព្វកិច្ចរបស់ខ្ញុំច្រើនយើងអាចទៅអង្គុយជួយអ្នកដទៃជួយ no អត់បានទេអាចជួយបានម្ដងម្កាលម្ដងជា2ដង3ដង4ដងហើយអត់អាចជួយបានទេឲ្យទៅរស់ដូចចិញ្ចឹមបរោយអត់កើតទេពួកមនុស្សម្នាក់មានការងារធ្វើមានកាតព្វកិច្ចតម្រាំតែយើងរកលុយបានមកតែយើងប្រើចំណាយខួរក្បាលចំណាយសកម្មភាពអស់ប៉ុណ្ណាបានយើងបានលុយគេមកចាទោះបីឃើញថាម៉ែរកលុយស្រួលបែបម៉េចចាលក់អីក៏លក់បានដោយសារយើងខំសាំងមកយើងសាំងនៅចរិតល្អយើងសាំងនៅអត្តចរិតល្អយើងសាំងនៅគេឈ្មោះល្អទៅយើងលក់អីក៏យើងលក់បានចាយើងអត់មានចេះគេហៅថាធ្វើអីអត់ចេញទេដោយសារកំណត់យើងជាមនុស្សដែលគិតថាខ្លួនឯងត្រូវពឹងពាក់លើខ្លួនឯងនិងពឹងពាក់លើចក្រវាលបងប្អូននឹងមិនអត់នៅក្នុងโลกនេះអ្នកដែលខ្ញុំពឹងពាក់បានគឺខ្លួនឯងនិងចក្រវាលនឹងមិនមែនពឹងពាក់ដោយសុំទេណាចក្រវាលនឹងពឹងពាក់ដោយការកំងទេខ្ញុំមិនដែលរំពឹងអ្នកណាទៅជីវិតខ្ញុំអត់ដែលរកជំនួយពីខាងណាព្រោះខ្ញុំមានគោលចំហមួយក្នុងចិត្តរបស់ខ្ញុំថាខ្ញុំគ្មានអ្នកណាជួយខ្ញុំបានក្រៅពីខ្លួនខ្ញុំមិនដែលទៅរំពឹងអ្នកណាថាពេលខ្ញុំជួបនៅវិបត្តិអ្វីមួយអ្នកណាមកជួយខ្ញុំបានទេមានតែខ្លួនខ្ញុំនឹងលុយហៅប៉ៅខ្ញុំហើយទី2គេថាឲ្យអ្នកទាំងអស់គ្នាមុននឹងសាងចិត្តសេដ្ឋីបានអ្នកត្រូវឈប់ focus រឿងចំណាយអានេះត្រូវចិត្តហ្មងបើមិនអ្នកចង់សាងចិត្តសេដ្ឋីបានអ្នកត្រូវតែឈប់ focus រឿងចំណាយមនុស្សម្នាក់ដាច់ខែមកអ្នកណាដូចអ្នកណាចំណាយវិលក្បងចាចំណាយវិលក្បងក្រុមហ៊ុនកាន់តែធំកាន់តែចំណាយច្រើនតែសួរថាយើងបើសិនជាយើងបដោត focus រឿងចំណាយវាធ្វើឲ្យយើងឃើញតែចំណាយនេះគេថាយើងឈប់ focus រឿងចំណាយឲ្យយើងមក focus រឿងចំណូលវិញចំណូលនឹងមិនអានេះក៏រកលុយអានោះក៏រកចន្លោះនៃការរកលុយឬពេលដែលចំណូលវាចូលឲ្យយើងមានចិត្តត្រេកអរទទួលយកអរគុណសំណឹកនឹងបុណ្យគុណតែយកមួយនេះត្រេកអរពេកក៏បានដែរណាអញ្ចឹងឲ្យយើងបដោតលើការចំណូលចាមនុស្សភាគច្រើនទទួលគិតតែថ្លៃទឹកថ្លៃភ្លើងថ្លៃអូដល់ថ្ងៃបងធនាគារអូដល់ថ្ងៃបងប្រាក់ខែបុគ្គលិកអូដល់ថ្ងៃបងជួលនេះជួលនោះជួលដីជួលម្នាក់ពីមុនលុបពាក្យថាអំរែកចោលឥឡូវនេះយកគ្នាមករែកគ្រប់គ្នាពាក្យអំរែកចាប់ដើមលឺពាក្យបន្ទុកចាប់ដើមលឺពាក្យសម្ពាធចាប់ដើមលឺទាំងពីមុនម្ដុំយក8ដែលច្បាប់ស្រូបទាញខ្លាំងអត់ដែរលឺសោះឥឡូវនេះលឺគ្រប់បរិបទហើយសួរថាឲ្យច្បាប់ស្រូបទាញវាអូហូអនុវត្តបានផលយ៉ាងម៉េចឲ្យបានផលយក8យ៉ាងម៉េចតែនៅពេលដែលយើងតាមតនខ្លួនឯងពឹបអូ no អានឹងអត់កើតទេមកអំរែកមកអីគឺលុបលាងចោលតោះនេះអញ្ចឹងឲ្យយើងប្រើភាសា focus បដោតធ្វើយ៉ាងម៉េចទៅយើងមានប្រើសមត្ថភាពអីធ្វើយើងរកលុយបានចារកអ្វីមកលក់បន្ថែមចាធម្មពលនឹងហូបទៅរកអ្នកដែល focus ធម្មពលនឹងហូរទៅរកអ្វីដែលអ្នក focus ធម្មពលអ្នកនឹងហូរទៅរកអ្វីដែលអ្នកបដោតដាក់ឲ្យតន់ណាធម្មពលអ្នក your energy your money នឹងហូរទៅរកអ្វីដែលអ្នកបដោតអញ្ចឹងបើសិនជាអ្នកបដោតរឿងចំណាយវានឹងហូរទៅរកចំណាយបើអ្នកបដោតរឿងចំណូលឬមុខរបរបង្កើនឬក៏ការសម្លឹងមើលឱកាសអ្នកនឹងឃើញឱកាសអានេះខ្ញុំបិទភ្នែកវាឃើញទេបងប្អូនចាអញ្ចឹងយើងម្នាក់ពេលខ្លះអាមកបន្តិចហ្នឹងយើងភ្លេចខ្លួនណាវាធ្វើឲ្យយើងលងលើយសាហាវណាស់ជាពិសេសគឺច្បាប់ស្រូបទាញលងលើយមហាលងលើយត្រូវអត់គ្រាន់តែ click lock រឿងថាផ្ដោតរឿងចំណាយចិត្តដល់ពេល step មនុស្សយើងបើសិនជាយើងប្រើអារម្មណ៍បានថាដល់ពេលយើងចំណាយអត់បញ្ហាដល់ពេលយើងអាចចាត់ចែងបានចក្រវាលគេចេះចាត់ចែងយើងចាត់ចែងបានរួចរលូនតែបើយើងហ៊ានរៀនតានតឹងអ្នកខ្លះមិនដល់ពេលទេគឺអ្នកដែលគេអត់លក់ព្រោះមនុស្សយើងកាលណាដែលយើងនៅតែឯងជាពិសេសអាពេលយកគេអត់លក់ហ្នឹងមិនមែននាំឲ្យយើងគិតរឿងល្អច្រើនទេខ្ញុំជឿហ្មងគឺគិតរឿងប្រទេសផ្ដាស់ច្រើនធ្វើឲ្យយើងមានអារម្មណ៍បាក់ទឹកចិត្តធ្វើឲ្យយើងឲ្យអាទីពិសេសអាដេកមនុស្សឲ្យអូទូរស័ព្ទឃើញគេឃើញឯងនេះសាហាវខទី3បើសិនជាអ្នកចង់បង្កើតចិត្តសេដ្ឋីបានអ្នកត្រូវតែឈប់ប្រៀបធៀបជាមួយអ្នកដទៃអានេះក៏មិនធម្មតាដែរការប្រៀបធៀបនេះគឺថាការបន្ថោបន្ទាបខ្លួនឯងសាហាវខ្លួនឯងអាចអភិវឌ្ឍអីបានមានតែចេះស្ដីថាខ្លួនឯងអញ្ចឹងនៅពេលដែលយើងប្រៀបធៀបជាមួយអ្នកដទៃនៅយើងខ្ញុំជឿមិនអត់ទេយើងចាប់ដើមអភិវឌ្ឍខ្លួនឯងអ្នកដែលចិត្តខ្វះខាតមើលគេឲ្យទៅចិត្តអ្នកដែលចិត្តសេដ្ឋីមើលគេឲ្យអភិវឌ្ឍខ្លួនឯងឃើញអ្នកដទៃជោគជ័យកុំច្រណែនគេធ្វើអ្វីបានត្រូវចាប់យកចំណុចពិសេសនិងយកមកអភិវឌ្ឍខ្លួនឯងរាល់ពេលដែលអ្នកច្រណែនស្មើនឹងបិទទ្វារទ្រព្យរាល់ពេលដែលអ្នកកោតសរសើរអ្នកដទៃហើយយើងរើសចំណុចល្អរបស់គេយកមកអភិវឌ្ឍខ្លួនឯងស្មើនឹងអ្នកបើករលកភាពស្ដុកស្ដំអានេះចំណុចនេះក៏មិនធម្មតា
dân xua tha nơi đây để ô Facebookម្ដងអារម្មណ៍ដែលយើងមិនចូលចិត្តគេឬអារម្មណ៍ដែលយើងច្រណែនគេតែយើងព្រមទទួលស្គាល់ទេចឹងបើសិនជាយើងប្រើអារម្មណ៍ច្រណែនគឺយើងបិទទ្វារទ្រាប់ហើយតែបើសិនជាយើងកោតសរសើរហើយយើងជាយើងមើលចំណុចពិសេសរបស់គេដែលយើងអាចយកមកប្រើការបានឬអត់ឬបើថាមើលមិនបានទេកុំមើលបដ ாய் កុំឲ្យវាមានអាភាពច្រណែនហ្នឹងជាប់មកនៅក្នុងខ្លួនយើងព្រោះយើងកំពុងតែបិទទ្វារទ្រាប់ព្រោះអីយើងអត់ពេញចិត្តនៅភាពស្ដុកស្ដំយើងអត់ស្រឡាញ់នៅភាពស្ដុកស្ដំយើងមិនពេញចិត្តអញ្ចឹងស្មើនឹងខ្លួនយើងមិនចង់បានអញ្ចឹងគឺមានតែយើងជាមើលមិនបានកុំមើលបើមើលហើយកោតសរសើរគេបានយកចំណុចពិសេសចំណុចល្អរបស់គេយកមកអភិវឌ្ឍខ្លួនឯងបានចាតោះនេះសិតតែចំណុចមនុស្សយើងប្រើប្រាស់ជាប្រចាំថ្ងៃគួររក្សាសម្ដីរបស់ខ្លួនអ្នកហាមនិយាយពីអត់មានលុយខ្ញុំអត់មានលុយខ្ញុំអត់មានសំណាងអញ្ចឹងគេថាហាមនិយាយបើអ្នកចង់បើកចិត្តសេដ្ឋីចាគឺដល់និយាយពីអត់លុយនឹងទេចាគឺពាក្យសម្ដីស្មើនឹងការកំងអនាគតរបស់យើងនិយាយសាមនិយាយដដែលនិយាយខ្លាយជាជំនឿបន្ទាប់ពីជំនឿជឿមកវានឹងខ្លាយជារូបរាងជីវិតពិតរបស់យើងវានឹងខ្លាយជាមុខមាត់ជីវិតពិតនៃយើងព្រោះមនុស្សមិនមែនដើរទៅតាមដាក់មនុស្សយើងគឺយើងដើរទៅតាមនៅការជឿជំនឿគឺសំខាន់ខ្លាំងអ្វីដែលយើងមិនទាន់បានយើងដាក់គោលដៅមិនទាន់បានដោយសារយើងអត់ទាន់ជឿមនុស្សដែលជឿ 100% គោលដៅមួយនឹងតែបានលឿនឬឆាប់យូរឬឆាប់ដឹងតែបានចាំអារម្មណ៍ដាក់គោលដៅដំបូងនេះ2018 19ចាំបាននេះណាពេលហ្នឹងដាក់គោលដៅនិយាយពីថាធំហើយជឿសាហាវបានលឿនទៀតតែដល់ទៅពេលវគ្គក្រោយៗដាក់មកចាប់ផ្ដើមអារម្មណ៍លោភឡើងបន្តិចម្ដងអត់សូវជឿទេតែភាពលោភដឹកមកវិញមែនអត់ដាក់លើកទី1អូអាការដំបូងច្បាប់ស្រុកទីគោលដៅបាន1បាន2បាន3បានចាប់ផ្ដើមអារម្មណ៍មនុស្សចាប់ផ្ដើមលោភអានេះក៏ចង់យកអានោះក៏ចង់យកមិនបាន focus អីមួយឲ្យប្រកបហើយមិនមែនអារម្មណ៍ជឿទេគឺអារម្មណ៍ចង់បានតែយើងបោកខ្លួនឯងថាយើងជឿតែតែពិតមែនទេអារម្មណ៍ចង់យើងបែងចែកអត់ដាច់ពុកមកគោលដៅអារម្មណ៍នឹងអត់បានមួយរៀងបាក់បន្តិចអាទី2មកទៀតជាងធ្លាក់ទៀតភាសាចាប់ផ្ដើមមិនសូវមកភាពជឿអីហើយមនុស្សធ្លាប់តែបានមនុស្សយើងតែពេលបានលោកគិតថាក្នុងលោកនេះអញយកទាំងអស់អានេះសន្តានរបស់មនុស្សហើយក្នុងលោកនេះអញក៏យកអីក៏បានដែរជាពិសេសអ្នកប្រើច្បាប់ស្រុកទៀនគឺវាមានអានលងមួយហ្នឹងខ្ញុំក៏ធ្លាប់ឆ្លងមកដែរអត់ខុសគ្នាបានចូលចិត្តធ្វើអី over គោលដៅចូលចិត្តដាក់ over ហើយ over មកជុំទេគោលដៅមនុស្សយើងដាក់ over បានអត់អីទេឲ្យយើងប្រឡែងនៅមួយអន្លើតែប្រឡែងអត់បានទៀតអារម្មណ៍នេះចង់បានញ៉ាំញ៉ាធ្វើឯងណាមនុស្សឃើញរូបភាពលេចកាត់តែតាមពិតមិនមែនជឿណាចង់ពេលអារម្មណ៍យើងចែកអត់ដាច់ហ្មងថាអារម្មណ៍ចង់ឬអារម្មណ៍ជឿដូចថាពេលហ្នឹងវាភាពចង់បានយើងវាពេញទំហឹងអាភាពលោភក្នុងខ្លួនរបស់យើងពួកអីទី1បានទី2បានទី3បានអូទី100យើងចង់បានហ្នឹងគឺអីប៉ុណ្ណឹងអត់បានដល់បាន1បានតិចអត់បាន2បានតិចអត់បាន3បានតិចអត់បានតែ5ដងបាក់លេងចង់ហ៊ានដាក់គោលដៅភាសាចាប់ផ្ដើមដូរភាពជំនឿជឿជាក់លើក្នុងខ្លួនចាប់ផ្ដើមបាក់ពិតឬមិនពិតត្រូវអត់ចាប់ផ្ដើមបាក់នេះជារឿងពិតនៃកូនសិស្សច្បាប់ស្រុកទៀនដែលជួបលើវិថីនេះយើងនៅវិញឆ្ងាយតែដល់តែមាន mastermind មិនយើងអាចទៅបានរួចបើយើងអត់មាន mastermind ទេយើងទៅរួចហ្នឹងចាំមើលចង់បានចង់ឲ្យវាកើតឡើងលឿនហើយប្រឹងអីគេប្រឹងមโนប្រឹងធ្វើគ្រប់បែបយ៉ាងទាំងអស់គ្រប់ key ដើម្បីគោលដៅឆាប់បានដល់ពេលអាភាពប្រឹងទាំងឡាយទាំងពួងហ្នឹងវាខ្លាចជាអារម្មណ៍លោភដោយមិនដឹងខ្លួនក្បាលដកពិសោធន៍យើងខ្លាំងណាស់យក9នេះទី1វាបុកប្រសងនឹងយកថ្មីដែលធ្វើឲ្យមនុស្សឆាប់ក្តៅឆាប់រលរៀលឆាប់មានអារម្មណ៍ខឹងឆាប់មានអារម្មណ៍ឆេវឆាវបូកនឹងចក្រវាឡដកពិសោធន៍ថាតើអ្នកឯងកូនសិស្សច្បាប់ស្រូបទាញពិតឬអត់អ្នកឯងច្បាស់អត់ថាអ្នកឯងកូនចក្រវាឡអ្នកឯងច្បាស់អត់ថាអ្នកឯងជាអ្នកណាឬអ្នកឯងគ្រាន់តែជាអ្នកស្គាល់ច្បាប់ស្រូបទាញធម្មតាចក្រវាឡនឹងជំរុះអ្នកដែលមិនមែនឲ្យឃ្លាតឆ្ងាយពីច្បាប់ស្រូបទាញជំរុះមានន័យថាមិនគេមិនមែន flow នៃច្បាប់ស្រូបទាញគេแบบអ្នកធម្មតាគេជំរុះគេចេញទៅផ្លូវរបស់គេលេងរៀនគេឈប់រៀនគេលេងខ្វល់តែអ្នកដែលពិតប្រាកដនៅប្រហែលយើងឃើញហើយរាល់ថ្ងៃហើយយើងនឹងមានសភាពល្អប្រសើរឡើងវិញយើងនឹងចាប់ផ្ដើមទៅឡើងវិញដួលហើយងើបដើរបន្តទៅបីដើរយឺតតែខ្ញុំដើរពួកយើងនឹងដើរតទៀតហើយយើងនឹងជោគជ័យបែបជាយើងមិនបាច់ទៅប្រៀបធៀបជាមួយអ្នកដទៃប្រាប់ហើយថាចិត្តសេដ្ឋីចិត្តដែលស្ដុកស្ដំគឺមិនបាច់ទៅប្រៀបធៀបមួយអ្នកដទៃទេជីវិតគេគឺនៅតែជាជីវិតគេការចង់បានរបស់គេបំណងប្រាថ្នារបស់គេដើមទុននៃជីវិតរបស់គេនឹងយើងវាខុសគ្នាចាដើមទុននៃជីវិតរបស់យើងនឹងគេមិនដូចគ្នាហើយបំណងប្រាថ្នាគេនឹងយើងក៏អត់ដូចគ្នាដែរតែយើងវាច្រឡំទៅមើលថាអាភាពមានបានរបស់គេអ្នកខ្លះតូចចិត្តថាហេតុអីគេរីកធំធាត់ម៉េះយើងចេះតែច្បាប់ស្រូបទីហេតុអីយើងមិនរីកយើងត្រូវមកសិក្សាខ្លួនឯងសួរសំណួរខ្លួនឯងថាតើយើងចង់បានអីប្រកបយើងមិនមែនទៅមើលគេហើយយកមកប្រៀបជីវិតខ្លួនឯងទេចុះម៉ៃនេះវែងឆ្ងាយណាខានជួបគ្នាយូរយើងត្រូវត្រឡប់មកសួរខ្លួនឯងថា Hello ម៉ាដាមអ្នកឯងចង់បានអីប្រកបម៉ាដាមអ្នកឯងទៅមើលគេអ្នកឯងថាគេជោគជ័យត្រឡប់មកមើលខ្លួនឯងធ្លាប់តែយក8ជោគជ័យលក់ដាច់ពុំឥឡូវនេះគឺថា slow motion លក់បានខ្លះមិនលក់មិនបានខ្លះចាធ្លាក់ផ្លូវផងអីផងតែត្រឡប់មើលគេអ្នកបាទគេឡើងមកថ្មីលក់បោកដុំអីចឹងទៅហេតុអីគេរីកម៉េះយើងត្រូវត្រឡប់មកសួរខ្លួនឯងថាគោលដៅយើងដើរទៅត្រង់ណាគេចាប់ដើមប្រហែលឆ្នាំហើយយើងចាប់ដើមអីហេតុអីយើងត្រូវទៅប្រៀបមួយគេសាំងប្រហែលឆ្នាំមកយើងសាំងអីអត់ទៅប្រៀបធៀបជីវិតបានទេអត់ដូចគ្នាត្រូវតែដល់តស្គាល់ច្បាប់ស្រុកទីបានជីវិតវារីកទេមានមហិច្ឆតាមានការចង់បានមានការអនុវត្ត
គេជឿជាក់ថាខ្លួនគេខ្លាំងគេហ៊ានធ្វើគេហ៊ានស៊ីហ៊ានសងតែយើងអត់មានលុយពាក្យសម្ដីក៏មកអនាគតបដូរមកនិយាយថាខ្ញុំកំពុងសាងខ្លួនលុយកំពុងហូរចូលមកច្រើនចាខ្ញុំកំពុងរកវិធីចាប់វាបានហើយចាខ្ញុំមានតម្លៃគ្រប់គ្រាន់សម្រាប់ភាពស្ដុកស្ដម្ភជីវិតខ្ញុំប្រសើរឡើងជារៀងរាល់ថ្ងៃ